សម្រាប់ប្រាយការប្រើប្រាស់ swing ដូចជាអ្វីដែលយើងតែងតែនិយាយគ្នាអញ្ចឹងដល់ថានៅពេលដែលហើយមក create low បានប៉ុណ្ណឹងយើង respect វាថាមួយ swing ពីខាងលើរហូតដល់ចំណុចទាបជាងគេនេះអញ្ចឹងអ្វីដែលយើង respect គឺប្រាយមិនអាចទីតេសលើស 50% នៃ swing ទេចឹងយើងចាំមើលជាក់ស្ដែងនៅពេលដែលវាបកទៅតែមិនប៉ុណ្នេះលើស 50% នៃ swing លើស 50% នៃ swing ក៏យើងមិនទាន់ respect ថាផ្សារហ្នឹងនឹងទៅយក high ដែរបើវាទៅភ្លាមដល់ភ្លាមអាហ្នឹងក៏ល្អប៉ុន្តែបើសិនជាឡើងបានប៉ុណ្ណឹងទៅចាំមើលតទៀត reaction មកប៉ុណ្នេះតែយើងគួរតែ respect មកក្រោមឬក៏ទៅលើប៉ុន្តែគឺយើងអត់ទាន់អាចវិភាគទៅណាបានទាំងអស់ជាទូទៅបើសិនជាបិទនៅលើ 50% នៃ swing ដើម្បីអាចទៅយក high មកតង់ទៀតបានទាល់តែកន្លែងហ្នឹងវាមាន breaker មកតង់ទៀតមានបិទជាលក្ខណៈ body លក្ខណៈ breaker មកតង់ទៀតអាហ្នឹងបានយើងអាច respect វាទៅយក high បានជាលក្ខណៈ breaker មកតង់ទៀតមកយើងអាច respect វាទៅយក high នេះបានប៉ុន្តែបើសិនជាវាមិនមានជាលក្ខណៈ breaker ទេវាចាប់ដើមចុះពីកន្លែងហ្នឹងមកក្រោមចេះវិញចឹងអាហ្នឹងគឺយើងនៅតែប្រើប្រាស់ swing នៅក្នុងការ trade មក low វិញដដែលលក្ខណៈចេះ trade មកយក swing low វិញដដែលអញ្ចឹងអ្វីដែលយើងសង្កេតយើងត្រូវមើលត្រង់កន្លែងហ្នឹងសិនត្រូវមើលត្រង់កន្លែងហ្នឹងសិនអូខេប៉ុណ្ណេះយើងឃើញតែប្រាយមិនជាលក្ខណៈ breaker ភាសាគេវាបិទ body នៅពីលើខាងឆ្វេងហើយអញ្ចឹងជាទូទៅកាលណាវាមាន breaker នៅលើ 50% នៃ swing ប្រាយហ្នឹងវាចាំបាច់ត្រូវទៅយក swing high តោះឡើយហ្នឹងត្រូវចាំកន្លែងហ្នឹងនៅពេលដែលប្រាយមាន breaker នៅលើ 50% នៃ swing ប្រាយហ្នឹងវាត្រូវទៅយក high សិនហើយអូខេចឹងយើងចាំមើលជាក់ស្ដែងបើសិនជាវាមិនមាន breaker ទេដូចអ្វីដែលយើង respect ទី1នេះអញ្ចឹងបើវាមិនមាន breaker មកតាំងទៀតទេនៅពេលដែលវាបកមកវិញអាហ្នឹងយើងនៅតែលេងជាលក្ខណៈ bearish វិញដដែល bearish វិញដដែលមកទៅតឡើងហ្នឹងចឹងហ្នឹងវាលក្ខណៈទូទៅអញ្ចឹងនៅពេលដែលវាទៅយក swing high ចេះប៉ុណ្្នឹងគឺយើងចាប់ដើមបង្កើតបាន swing ថ្មីទៀតហើយ swing ថ្មីយើងចាប់ពីណាយើងមិនចាប់ពីចំណុចទាបបំផុតរហូតដល់ចំណុចខ្ពស់បំផុតប៉ុណ្ណេះគឺបានមួយ swing តើណាក្នុងនេះវាត្រឹមតែជា low និង high ទូចនៅក្នុងហ្នឹងទេបើការចាប់ swing យើងចាប់តាំងពីចំណុចទាបរហូតដល់ចំណុចខ្ពស់ចឹងប៉ុណ្ណឹងយើងបានមួយ swing ចឹងជាទូទៅប្រាយវាអាចទីតេសបានត្រឹមតែ 50% នៃ swing ទេបើសិនជាវាតេសលើ 50% នៃ swing ហើយមានជាលក្ខណៈ breaker នេះត្រូវចំណាំណាបើសិនជាតេសលើ 50% នៃ swing ហើយមានជាលក្ខណៈ breaker មកតាំងទៀតអាហ្នឹងប្រាយវាត្រូវមកយក low វាត្រូវមកយក low ចេះអូខេអូខេ clear ឆោអាហ្នឹងយើងគាត់តែចំណាំចឹងទៅអញ្ចឹងជាទូទៅប្រាយវាអាចទីតេសបានត្រឹមតែ 50% នៃ swing ទេចឹងនៅពេលដែលវាតេសលើ 50% នៃ swing កន្លែងហ្នឹងហើយកន្លែងមួយដែលយើងអាចទៅមើលបំបីស្ដាប់ទៅ time frame ទុយដើម្បីចូលបាយបាននេះគឺជាអ្វីមួយដែលយើងអាច respect បាននៅក្នុង time frame 15នាទីកន្លែងនេះខ្ញុំមើលអត់ចូលថាមិនវាឡើង FVG ក៏អត់ FVG មិន support FVG ហេតុអីបានជាបងត្រូវប្រើ IVG ក្នុងការ support ទៀតបើប្រាយវាមាន breaker នេះហើយនឹង breaker ទៅលើតែ 50% នៃ swing តើបងប្រើ IVG ក្នុងការ support មកក្រោមឬក៏ទៅលើហេតុអីអេសាវាបិទពីលើ 50% អូខេអានេះគឺជា condition ឬក៏យើងនិយាយថាជាលក្ខខណ្ឌរបស់ទីផ្សារការប្រើប្រាស់ PD array គឺយើងប្រើនៅក្នុងការ confirm ដើម្បីចូលទីផ្សារអត់តន់ណា PD array យើងមិនមែនប្រើសម្រាប់ឃើញហើយចូលទេយើងប្រើវាដើម្បី confirm ទីផ្សារឧទាហរណ៍ថាឥឡូវ condition នេះជា condition bullish អាស្រ័យគេប្រាយ low create high នេះតេស 50% នៃ swing ហើយវាមានជាលក្ខណៈគេ breaker អញ្ចឹងប្រាយនេះគឺជា condition bullish អញ្ចឹងបើសិនជា condition bullish តេស PD array អញ្ចឹងបងត្រូវ note កន្លែងហ្នឹងវិញថាមួយហ្នឹងគឺជាកន្លែងមួយដែលប្រាយមិនអាចបែកបានទេឬក៏យើងត្រូវចំណាំថាបើសិនជាវាបិទជាលក្ខណៈ body ឬក៏ breaker ជាលក្ខណៈ breaker បិទ body នៅលើអា test PD array មួយហ្នឹងចាកន្លែងនេះគឺជា breaker មួយដែលយើងអាច trade ទៅលើបានអញ្ចឹងដូចអ្វីដែលយើងនិយាយតទៅមកស្ដាប់មុននឹងអញ្ចឹងបើន័យថាអាខាងស្ដាំ
អាខាងឆ្វេងវាជា key ហើយអីប៉ុន្តែដើម្បីយើងអាចចូលបានយើងចូលអាភាសាខាងស្ដាំដែលយើងនិយាយគ្នាមុនហ្នឹងអាពេលតេស្តដល់ order block ហើយមុននឹងយើងចូលបានតោះតែមាន fail video ដែរបងចាំកន្លែងមិញអូខេចាំកន្លែងមុនហ្នឹងថាឧទាហរណ៍ថាមុននឹងយើងលេងទៅបូលេចាំតមិនតោះតែមានបែក PDRA ខាងឆ្វេងណាមួយសិនអានេះគឺដូចគ្នាអញ្ចឹងតែថានៅពេលដែលតេស្ត PDRA FG ហើយមិនមែនបើក Canon ថ្មីមកយើងចូល cell ទេណាមិនមែនគេតេស្តចឹងហើយថាអូ FG នេះ support ចូល cell នឹងងាប់បាត់ឡើយទោះបីជាផ្សារនឹងមិនចុះមកភ្លាមក៏វាគង់តែទៅលើវិញដែរទោះបីជា cell វាអត់មានហេតុផលណាដែលអាចត្រូវ cell បានវាមានហេតុផល នឹង បាទ យើងបាយយើងត្រូវការ confirm អីមួយទៀតឬក៏មុន អូខេ ចូលអត់ ជាទូទៅមុននឹងបងចូលដល់ឥឡូវនៅពេលដែលតែអញ្ចឹងតែមេរៀនរបស់យើងមុនហ្នឹងតើតែមិនតើតែប្រែហ្នឹងវាបិទនៅពីលើអា week ដែលវាតេស្តជាមួយនឹង PDRA មាន Canon បិទតេស្តទៅលើអា week នៅលើតេស្ត PDRA ហ្នឹងអាហ្នឹងទើបយើងអាច respect condition ទៅ bullish មកតង់ទៀតបានយើងអាចចូលដោយសុវត្ថិភាពស្របទាំង condition high time frame ជា condition bullish lower time frame ឬក៏បាច់ទៅ low time frame ដដែលយើងត្រូវប្រើប្រាស់ PDRA fail នៅក្នុងការ trade support flow វិញគឺសុវត្ថិភាពជាងចឹងមិនមែនគ្រាន់តែ test PDRA បើក candle ថ្មីចូល sell តួអីមិនងាប់បាត់ស្អី condition គឺជា condition bullish ចឹងបើនិយាយបងដែលឃើញខ្ញុំពេលខ្លះខ្ញុំទិញនៅកពូលទេបាយនៅ high ចឹងយើងសិតតែមើល condition ជាមុនសិនបន្ទាប់មកអា PDRA នេះវាគ្រាន់តែជាការ confirm នៅក្នុងការចូលទីផ្សាររបស់យើងដែលល្អបំផុតមួយនៅក្នុងការ trade PDRA គឺល្អមែនទែននៅក្នុងការមើល confirmបើថាជាចាំបាច់យើងត្រូវមើល condition របស់ប្រាយជាមុនសិនឲ្យដឹងថាតើវាជា condition អីគេ bullish ឬក៏ bearish បើសិនជា condition bullish PDRA test នេះយើងមិនបាច់ចាំចូលទេយើងចាំមើលវាជាលក្ខណៈ bullish ទៅតែប៉ុណ្នេះគឺ fail បាត់ហើយបើគេនេះគឺ fail ហើយអញ្ចឹងមិនយើងមិនរងចាំឲ្យវា test មកយក PDRA ហ្នឹងវិញអាចថា inversion ហ្នឹងក៏បានឬក៏ test ដល់អា week line ហ្នឹងក៏បានដែរតែស្អីគេអាហ្នឹងគឺជា breaker នៅក្នុង PDRA breaker ក្នុង PDRA អា week ហ្នឹង week ជា breaker ចឹងហើយយើងរងចាំមើលជាក់ស្ដែងនៅពេលដែលវាតេស្តមកដល់នឹងវិញតើវាបានតេស្ត PDRA ហើយនៅ inversion ក៏មិនតាន់ប៉ះ breaker ក៏មិនតាន់ប៉ះចឹងយើងអត់តាន់ចូលទៅយើងចាំមើលតទៀតទៅអូខេប៉ុណ្ណេះលើមិននៅក្នុង condition bullish display មកប៉ុណ្ណឹងបងភ័យអត់ display មើលមក candle នេះវាត្រឹមតែជា manipulate របស់ price ទេចឹងយើងរងចាំមើលតទៀតអូខេមក candle នេះជាលក្ខណៈ stop hand នៅក្នុង breaker stop hand នៅក្នុង inversion IVG បិទ display មក candle នេះចឹងមិនបើក candle ថ្មីបងអាចចូលបាយបានចាំនេះបានន័យថា price គឺ condition bullish គឺ confirm អស់លេងហើយចឹងកន្លែងនេះយើងរងចាំតែពេល test មកយកអា breaker inversion ហ្នឹងវិញមាន display ប៉ុណ្ណាបើក candle ថ្មីបងអាចចូលបានទេចឹងនេះគឺ set up ដំបូងដែលយើងអាចចូលបានហ្នឹងហើយចាបើភ្លាមថ្ងៃអាចចូលភ្លាមបាន stop loss មិន stop loss គឺនៅក្រោមអាកន្លែងហ្នឹងហើយកុំដាក់ឆ្ងាយទៀតដាក់តែកន្លែងហ្នឹងហើយ TP នៅណា TP ទី1គឺនៅត្រង់ liquidity អានេះគឺជា liquidity ដែល price វាមិនទាន់ clear liquidity តង់ទី1ហើយចាចុះតិច liquidity តង់ទី1និង liquidity តង់ទី2នៅណានៅខាងលើជាទូទៅ price condition bullish វាចាំបាច់ត្រូវការ clear high ហើយប៉ុន្តែអ្វីដែលយើងយកបានគឺតង់ទី1គឺកន្លែង liquidity ហ្នឹងហើយ liquidity គឺមុនគេលឿនជាងគេតោះមក high វាជាដំណាក់កាលទី2អញ្ចឹងទៅដែលវាអាចទៅដល់អញ្ចឹងទៅចឹងនេះយកបានលឿនប៉ុណ្ណឹងនេះប៉ុណ្ណេះគឺយើងអាចចេញ position បានហើយ7 8លេខហើយយើងយកសិនទៅចុះដើម្បីអាចមើលមក bearish វិញបានតោះតែមិនតោះតែ price វាមាន breaker តើមួយណាដែលយើង respect វាជាកន្លែង breaker strong high time frame តោះតែបិទនេះនៅពីក្រោមអាចចំណុច low មួយនេះអូខេតោះតែបិទនៅក្រោម low ហ្នឹងបានយើងអាច respect price មក bearish វិញបានហ្នឹងគឺចឹងអញ្ចឹងយើងត្រូវចាំមើលតទៀតបានឬបាទវារបៀបអត់បិទតាណាអញ្ចឹងយើងទុកវាចោលសិនណាបងអូខេណែយើងទុកវាចោលសិនប៉ុន្តែយើងត្រូវចាំថា price នៅតែជា condition bullish bullish
admin very រួចទេ very មិនបើ អូខេបើលោនៅក្រោមនេះតើតែបែកអញ្ចេះទើបយើង respect វាជា condition very បានអញ្ចឹង condition ដែលយើងត្រូវមើលតទៀតគឺយើងមើល bully ទៅដែរអូខេមើល bully តទៀតអញ្ចឹងទៅប្រេងតទៀតទៅអូខេចានេះបិទនៅលើ high នេះត្រឹមតែជា stop hand ដេញតទៀតមើលតទៀតទៅនេះប៉ុណ្ណេះអញ្ចឹងអានេះមិនជាលក្ខណៈ breaker ថៃ breaker ឥឡូវនេះគេមិនជា CISD CISD យើងអាចយកអាធំនេះក៏បានដែរអាធំនេះក៏បានឬក៏យើងយកអាគៀកគ្នាទៅជឿទៅយើងយកអាគៀកចេះ CISD អញ្ចឹងនៅពេលដែលយើង respect breaker CISD ប្រែវាត្រូវយកអីគេមិនត្រូវយក endorsement អូខេតន់នេះមកតន់តែនេះតើ endorsement មានកន្លែងណាខ្លះ endorsement គឺមាន2កន្លែងណាកន្លែង low នេះមួយអានេះមួយហើយនឹងអានេះមួយទៀតចេះអូខេមានប៉ុណ្ណឹងអញ្ចឹងអ្វីដែលយើងត្រូវ respect តទៀតមិនប្រែវាចាំបាច់ត្រូវការ clear endorsement ណាមួយហើយអញ្ចឹងតើ endorsement នៅត្រង់កន្លែងនេះ support ឬក៏មិន support យើងចាំមើលនៅពេលដែលវាបកមកជាក់ស្ដែងយើង note អញ្ចឹងហើយ set up plan មិនយើង set up អញ្ចឹងប្រែនៅតែជា condition bully បើសិនជាវា retest មកដល់ endorsement ណាមួយនៅក្នុង PD array តើ PD array ណាដែលវាមិនទាន់ប្រើយើងត្រូវបណ្ដេញតចឹងទៀត PD array ណាតែអត់ទាន់ប្រើគឺនៅ on the block វាមិនទាន់បានប្រើប្រាស់ទេដូច្នេះនៅពេលដែលវាបង្កើត PD array មួយនឹងហើយវាបាន declare ដាច់ទៅផុតបាត់ហើយវាមិនទាន់បានមក reclaim PD array មួយនឹងទេអញ្ចឹងនេះហើយគឺជា key មួយដែលយើងត្រៀមក្នុងការចូល entry អញ្ចឹងហើយពីលើនេះយើងបាច់ចូលទេបាច់ចូល cell ទេឲ្យវារត់សិនទៅឲ្យវារត់អត់ទេនេះប៉ុណ្ណេះនៅពេលដែលវាមក retest ដល់ហ្នឹងអានេះហើយគឺជាអ្វីមួយដែលយើងត្រូវត្រៀមក្នុងការចូលពេលខ្លះអាចចូលតាំងពីពេល retest នេះទៅក៏បានដែរសំខាន់អាហ្នឹងបើយើងចូលតាំងទី1យើងមិនទាន់មានរូបរាងគ្រប់គ្រាន់ទេប៉ុន្តែយើងអាច take risk បានអាហ្នឹងហេតុអីមកយើងអាច take risk បានយើង respect ទៅលើ condition ប្រែមុនគេប្រែជា condition bully low ខាងក្រោមមួយនេះវាមិនអាចបំបែកបានទេអញ្ចឹងនៅពេលដែលវា test មកដល់ PD array មួយហ្នឹងយើងត្រូវចូល entry តាំងពីហ្នឹងឲ្យហើយទៅក៏បានដែរតែអ្វីដែលយើងចង់ឃើញជាងគេគឺនៅពេលដែលវាមាន displacement ចូលមកជាលក្ខណៈ breaker strong breaker ចឹងទៅអូខេចឹងនឹងយើងត្រូវចាំមើលតទៀតយើងបដិញមើលតទៀតទៅអូខេនៅតែ respect នេះ display ប៉ុណ្ណេះអញ្ចឹងយើងអាចចូល entry អានេះបានឬក៏យើងនិយាយថាអូខេមុននឹងចូលត្រូវការ fail PD array ខាងឆ្វេងដៃកន្លែងហ្នឹងសួរថាតើ PD array IVG នេះវា support ទៀតអត់នេះ PD array មួយនេះវា support ទៀតអត់អូខេទៅពេលដំបូងវាជា IVG នៅពេលដែលបិទ candle នេះតើ IVG នឹងវា support ទៀតអត់អូខេវា fail បាត់ហើយហើយមិនជាវា fail ដោយសារមួយ candle នេះវាបិទនៅលើ 50% នៃ PD array មួយហ្នឹងហើយអញ្ចឹងយើងមិនអាច respect វាមកក្រោមទៀតបានទេប៉ុណ្នេះបើ candle ថ្មីមកចូល entry យកមកដល់ថាបើយើងបានចូលពីក្រោមហើយអូខេយើងទុកពីក្រោមទៅតែបើថាយើងមិនតបានចូលពីក្រោមយើងចាំមើល confirm ច្បាស់លាស់គឺចាំមើលកន្លែងណាគឺអាកន្លែងហ្នឹងហើយកន្លែងហ្នឹងហើយអញ្ចឹងមិនបើ candle ថ្មីមកចូលបាយបានអូខេចូលបាយ blend ពីហ្នឹងទៅ stop loss យើងអាចប្រើតាំងទី1ទៅណាតាំងទី1នៅក្រោម IVG ខាងស្ដាំដៃមួយណាជា IVG ខាងស្ដាំដៃមិនមួយនេះហ៎ឃើញទេមួយនេះជា IVG ខាងស្ដាំដៃដែលយើងត្រូវប្រើក្នុងការ support អញ្ចឹងបើយើងចូល entry ឡើងហ្នឹង stop loss នៅក្រោម PD array មួយហ្នឹងឯងជាតង់ទី1ដែលផ្សារមិនអាចមកយកទេឬ stop loss ធំបំផុតគឺនៅក្រោម low ចេះប៉ុន្តែនៅក្នុង condition bullish នៅពេលដែលវាបង្កើតទម្រង់ឡើងហើយ PD array ខាងស្ដាំដៃហ្នឹងគឺវាមិនអាច fail បានទេវាត្រូវតែបដាក់គ្នាទៅរហូតឯងអានេះហើយគឺជាអ្វីមួយដែលយើង entry ចូលបានយើងអាច hold ដល់ណាអាច hold យកដល់ swing high វិញបានឬក៏តង់ទី1ដែលយើងអាចយកបានគឺអីគេត្រឹម body នៃ PD array on the block ចាជាតង់ទី1ដែលយើងយកបានអញ្ចឹងយើងបរួម TP ត្រឹមប៉ុណ្្នេះមកអានេះហើយគឺជាចំណុចឬក៏ key នៃការចូល entry របស់យើងប៉ុណ្ណឹងអូខេហើយយើងឲ្យវារត់ទៅនេះប៉ុណ្ណេះ2នេះឡើងតែ2 candle នេះគឺដាច់ type profit យើងបាត់ហើយអានេះហើយគឺជា condition នៃទីផ្សារដែលយើងឲ្យតម្លៃទៅលើវាខ្លាំងមែនទែននៅក្នុងការចូលដោយការប្រើប្រាស់ condition បូករួមជាមួយនឹង PD array
យើងត្រូវប្រើប្រាស់ពីរហ្នឹង alignment ចូលគ្នាឬក៏ combo ចូលគ្នាទើបយើងអាចរក key នៅក្នុងការចូល entry បាននេះជាអ្វីមួយដែលយើងត្រូវតែកំណត់ចំណាំនិងព្យាយាមសិក្សាក៏ដូចជាបែបតេស្តនៅលើទីផ្សារនៃខ្លួនឯងកុំឲ្យថាខ្ញុំនិយាយអញ្ចឹងគឺបងនៅអត់ទាន់ជឿទេដល់គ្រូចេះតែនិយាយខ្ញុំមិនជឿទេអញ្ចឹងនៅពេលដែលបងមិនជឿនឹងហើយបងអាចយកទៅតេស្តលើទីផ្សារជាក់ស្ដែងបានតើវាពិតជាមានលក្ខណៈនិងទម្រង់បែបហ្នឹងពិតមែនអត់បើសិនជាបងមកឃើញបែបហ្នឹងពិតមែនអូខេបងត្រូវ note វាថាអូខេ set up បែបនេះគឺវា work ការប្រើប្រាស់ទម្រង់ចូលបែបនេះគឺវាល្អអញ្ចឹងយើងត្រូវទុកវាជា model មួយដែលខ្លួនឯងហើយយើងតេស្តវាឲ្យឃើញដដែលរហូតដល់យើងមានអារម្មណ៍មួយថាយើងទំនុកចិត្តទៅលើ setup មួយហ្នឹងនៅពេលដែលយើងមានទំនុកចិត្តលើ setup មួយហ្នឹងហើយគឺយើងអាចប្រើប្រាស់ real account ឬក៏គណនីពិតនៅក្នុងការចូលទីផ្សារជាក់ស្ដែងបានហើយនេះគឺជាចំណុចចុងក្រោយជាងគេតែបងឯងត្រូវធ្វើមិនមែនគ្រាន់តែរៀនហើយយកទៅចូលផ្សារភ្លាមៗគឺអត់ទេបងត្រូវតេស្តលើទីផ្សារឲ្យខ្លួនឯងសិនតើវាពិតជាមានរូបរាងបែបហ្នឹងពិតមែនអត់វាពិតជា work អត់បើ work បងមានទំនុកចិត្តខ្លួនឯងមើលទៅសមហេតុផលដែលខ្លួនឯងអាហ្នឹងគឺបងអាចយកលុយរបស់ខ្លួនឯងនៅក្នុងការចូលទីផ្សារបានហើយគឺបែបហ្នឹងហើយបើក្នុងករណីថាចូលហើយទៅខុសទៀតត្រូវមើលទៀតតើខុសមកពីមូលហេតុអីត្រូវបដិញមើលតទៀតមូលហេតុអីបានខុសបែបហ្នឹងហើយធ្វើម៉េច trade កុំព្យាយាម hold account ចោលដោយមិនមានការដាក់ stop loss គឺកុំនៅពេលដែលយើងជាប់ hold account គឺយើង FOMO យើងធ្វើអីលេងកើតទេបនឲ្យតែផ្សារនឹងមកវិញទេឧទាហរណ៍ថាច្រឡំចូល sell មួយប៉ក់ផ្សារហោះស្ទុយអីស្រួលដាច់ account បាត់បើមិនតាន់ដាច់ទេបនអូចុះមកចុះផ្សារវាអត់ចុះវាពិតតែឡើងហើយឡើងទៀតមិនដាច់ account យើងបាត់ទេចុះយើងសុខចិត្ត take risk stop loss 4-5 លេខប៉ុណ្្នឹងទៅបើថាខុសប៉ុណ្្នឹងខុសទៅចូលច្រឡំខុសប៉ុណ្្នឹងហើយអត់ហ៊ានកាត់ហូផ្សារធ្លាក់50លេខអីទៅមិនដាច់ខ្យល់បាត់ទេ50លេខស្មើនឹងយើងយកមក take risk បាន10ដងបើ stop loss ម្ដង5លេខចូលបាន10ដងនឹងចឹង